បាទលោកអ្នកនាងជាទីមេត្រីបាទនៅយប់មិញរំលងអាត្រិតខ្ញុំបានតាមដាននៅសភាពការព្រំដែនយ៉ាងយកចិត្តទុកដាក់ដែរក្នុងនាមជាពលរដ្ឋខ្មែរមួយរូបបាទដើម្បីឲ្យដឹងពីស្ថានភាពព្រំដែនស្ថានភាពព្រំដែនហ្នឹងវាវិវត្តទៅដល់ណាដល់ណីវាអាចវិវត្តថយទៅរកសភាពដើមស្ងប់ស្ងាត់សន្តិភាពដូចដើមវិញក្នុងពេលឆាប់ឬក៏អត់បាទហើយក៏ខ្ញុំបានផ្ដល់ជាសារដាស់តឿនក្រានរំលឹកមួយចំនួនយ៉ាងច្រើនផងដែរដល់បងប្អូនអ្នកផលិតវីដេអូ content នៅតាមបណ្ដាញសង្គមហ្នឹងបាទដើម្បីឲ្យពួកគាត់បានយល់ដឹងអំពីការបង្ហោះបង្ហាញវីដេអូទាក់ទងនឹងបញ្ហាសង្គ្រាមរវាងកម្ពុជានិងថៃដែលកំពុងតែបន្តវិវត្តមកដល់ថ្ងៃនេះក៏ខាងភាគីថៃមិនទាន់បានអនុវត្តនៅបទឈប់បាញ់យ៉ាងពេញលេញពិតប្រាកដនៅឡើយទេបាទទោះបីជាមានការលូកដៃចូលអន្តរាគមន៍ពីមហាអំណាចចិនក៏ដូចជាមហាអំណាចសហរដ្ឋអាមេរិកយ៉ាងណាក្តីបាទនេះគឺសបញ្ជាក់បង្ហាញឲ្យឃើញថាភាគីថៃគឺមិនមានគោលបំណងដើម្បីស្ដារនៅស្ថានភាពចំនួនព្រំដែននេះឲ្យល្អប្រសើរឡើងវិញនៅក្នុងកំឡុងពេលឆាប់នោះទេបាទដូច្នេះយើងខ្ញុំជាប្រជាពលរដ្ឋក៏មានតែសោកស្ដាយចំពោះការវាយប្រហារជារៀងរាល់ថ្ងៃរបស់យោធាថៃមកលើយោធាកម្ពុជាក៏ដូចជាមកលើប្រទេសកម្ពុជាក៏ដូចជាមកលើប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជាផងដែរលោកអ្នកនាងបងប្អូនប្រិមិត្តទាំងឡាយដែលអ្នកលេងបណ្ដាញសង្គមប្រកាសជាកំពុងតែតាមដានហើយក៏សង្ឃឹមយ៉ាងមុតមមថាភាគីថៃនឹងចូលតុចរចាហើយគោរពនៅកិច្ចព្រមព្រៀងសន្តិភាពមួយដើម្បីស្ដារនៅការខូចខាតទាំងឡាយដែលបានប៉ះពាល់នៅមហន្តរាយដោយសារភ្លើងសង្គ្រាមយ៉ាងធ្ងន់ធ្ងរកន្លងទៅនេះបាទដូច្នេះយើងខ្ញុំជាប្រជាពលរដ្ឋមួយរូបសាមញ្ញក៏មានតែសូមអំពាវនាវឲ្យភាគីថៃបាទទាមទារឲ្យភាគីថៃចូលតុចរចាហើយគោរពនៅបទឈប់បាញ់បាទព្រមព្រៀងនៅបទឈប់បាញ់ដែលមហាអំណាចចិនមហាអំណាចសហរដ្ឋអាមេរិកលោកបានធ្វើអន្តរាគមន៍ដើម្បីឲ្យភាគីទាំងពីរព្រមព្រៀងគ្នាឈប់បាញ់គ្នាចាប់ពីពេលនេះតទៅបាទយើងខ្ញុំជាប្រជាពលរដ្ឋទាំងសងខាងគឺមិនចង់ឲ្យមានចម្បាំងរាំងជលនោះទេបាទមិនចង់បានសង្គ្រាមនោះឡើយត្រូវការសន្តិភាពត្រូវការភាពស្ងប់សុខទាំងប្រជាជនកម្ពុជាហើយនិងប្រជាជនថៃក៏ដូចនោះដែរដូច្នេះមានតែភាគីយោធាថៃភាគីសៀមនេះគឺអាចថាបន្ធូរបន្ថយនៅភាពតានតឹងតាមបន្ទាត់ព្រំដែនហើយងាកទៅរកការចរចាមួយឬក៏ការព្រមព្រៀងមួយដើម្បីបញ្ឈប់នៅអរិយភាពរវាងប្រទេសទាំងពីរហើយក៏បញ្ចប់ឬក៏បញ្ឈប់នៅការចម្បាំងរាំងជលវាជាហេតុមួយធ្វើឲ្យកើតមាននៅមហន្តរាយទាំងហេដ្ឋារចនាសម្ព័ន្ធជាតិទាំងសងខាងទាំងសន្តិសុខអាយុជីវិតរបស់ប្រជាពលរដ្ឋនិងកងទ័ពទាំងសងខាងផងដែរបាទអរគុណខ្ញុំមានសារប៉ុណ្ណឹងហើយផ្ដាំផ្ញើបន្ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋគឺរក្សានៅចិត្តឲ្យមានរបៀបរៀបរយបាទកុំឈងឆាំងបាទកុំច្រឡត់តទួងបាទគឺយើងស្ដាប់លើស្ដាប់ក្រោមស្ដាប់កណ្ដាលស្ដាប់មេស្ដាប់ក្រោយស្ដាប់ថ្នាក់ដឹកនាំឲ្យបានច្បាស់លាស់មុននឹងយើងចេញសារបន្ទុះសារាយឬក៏ចំអកលក់លើយបញ្ឈឺឌឺដងទៅភាគីជាសត្រូវរបស់យើងត្រូវគិតអំពីលទ្ធផលនៃការបញ្ឈឺឌឺដងគ្នាទៅវិញទៅមកគឺมันមានពេលបញ្ឈប់នោះទេឲ្យតែយើងមានគំនិតមួយថាចង់ជេរចង់បន្តិចដើម្បីបញ្ចេញកំហឹងនោះគឺมัน